វីដេអូរបស់លោកប៉ាងលីដាដែលទទួលបាននូវគ្រឿងឥស្សរិយយសពីសម្ដេចបវរធិបតីហ៊ុនម៉ាណែតការលើកទឹកចិត្តការសរសើរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទៅលើសកម្មភាពផ្ទាល់របស់លោកប៉ាងលីដាក្នុងការរំដោះចិញ្ចើមផ្លូវក្នុងការស្ដារប្រព័ន្ធប្រឡាយក្នុងទឹកដីខាងខណ្ឌពោធិ៍សែនជ័យទទួលបានការគ្រប់គ្រងការស្រឡាញ់ការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងច្រើនមែនតើមិនមែនត្រឹមតែនៅពោធិ៍សែនជ័យទេណាតាមបណ្ដាខណ្ឌផ្សេងៗឬយ៉ាងនៅតាមបណ្ដាខេត្តផ្សេងៗដែលឃើញអំពីការធ្វើសកម្មភាពរបស់លោកប៉ាងលីដាហ្នឹងគឺម្នាក់លន់មាត់ខមមិនសរសើរលើកទឹកចិត្តគ្រប់គ្រងនៅទង្វើរបស់លោកប៉ាងលីដារហូតដល់ឃើញវីដេអូនេះហើយក៏មានជាគំនិតរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងច្រើនក្នុងនោះក៏មានលោកពូផៃវណ្ណៈផងដែរលោកពូផៃវណ្ណៈក៏បានឃើញលោកប៉ាងលីដាបានជួបផ្ទាល់ជាមួយនឹងសម្ដេចបវរធិបតីទទួលបាននូវគ្រឿងឥស្សរិយយសក៏ដូចជាការសរសើរលោកផៃវណ្ណៈក៏គាត់បានបង្ហោះសារភ្លាមដែលមានខ្លឹមសារថាសូមអបអរសាទរបងប៉ាងលីដាដែលទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងសម្ដេចប្រមុខរាជរដ្ឋាភិបាលដែលបងសកម្មខ្លាំងក្នុងការចុះរុះរើសំណង់ខុសច្បាប់ក្នុងមូលដ្ឋានដើម្បីបរិស្ថាននិងសណ្ដាប់ធ្នាប់សាធារណៈបើអាចគួរតែតែងតាំងគាត់ជាអភិបាលរងរាជធានីភ្នំពេញទទួលបន្ទុកសណ្ដាប់ធ្នាប់និងបរិស្ថានកាន់តែប្រសើរអាចជួយខណ្ឌទាំង14បានបច្ចុប្បន្នជួយបានតែនៅក្នុងខណ្ឌពោធិ៍សែនជ័យ1គណៈសំណង់អាណាធិបតេយ្យខុសច្បាប់មានគ្រប់ខណ្ឌសូមជូនពរបងកាន់តែជោគជ័យថែមទៀតជាពិសេសសូមឲ្យមន្ត្រីសកម្មដូចបងប៉ាងលីដាមានកាន់តែច្រើនគឺកាន់តែល្អនេះគឺជាគំនិតរបស់លោកផៃវណ្ណៈដែលថាបើអាចឲ្យលោកពូប៉ាងលីដាឡើងធ្វើជាអភិបាលរងរាជធានីភ្នំពេញខាងផ្នែកសណ្ដាប់ធ្នាប់បរិស្ថានអញ្ចឹងណាហើយក៏ចង់ឲ្យមានមន្ត្រីដូចលោកប៉ាងលីដាហ្នឹងគឺកាន់តែច្រើនទៀតបងប្អូនក៏មានមតិរបស់ប្រជាពលរដ្ឋរបស់យើងច្រើនណាស់បងប្អូនណាចាគឺវាថាពេញចិត្តនៅសកម្មភាពរបស់លោកប៉ាងលីដាហើយក៏ចង់ឲ្យចាលោកប៉ាងលីដាហ្នឹងទទួលបាននៅតួនាទីចាជាអភិបាលរងរាជធានីភ្នំពេញណាក៏ទទួលបន្ទុកខាងផ្នែកសណ្ដាប់ធ្នាប់ខាងផ្នែកអីនឹងដែរនេះខមមិនច្រើនណាបងប្អូនណានេះបើលោកប៉ាងលីដាឡើងទៅជាអភិបាលរងរាជធានីមិនដឹងជាល្អយ៉ាងណានោះទេនេះបងប្អូនសូមឲ្យមន្ត្រីល្អដូចប៉ាងលីដាហ្នឹងមានឲ្យច្រើនមកគួរតែដំឡើងតំណែងឲ្យគាត់ដើម្បីឲ្យគាត់រៀបចំទីក្រុងទាំងមូលបានកាន់តែស្អាតជូនពរលោកពូធ្វើការងារបានល្អកាន់តែច្រើនជាងហ្នឹងចាបងប្អូនបើគាត់ឡើងជាអភិបាលរងរាជធានីភ្នំពេញប្រហែលជាទីក្រុងភ្នំពេញយើងមានសណ្ដាប់ធ្នាប់ល្អប្រសើរជាងនេះនេះអូយបងប្អូនមានច្រើនទៀតមានមតិបងប្អូនប្រជាពលរដ្ឋរបស់យើងគាត់បញ្ចេញនូវការយល់ឃើញប្រហែលជាមួយនឹងលោកផេងវណ្ណៈដែរដែលថាបើអាចឲ្យគាត់ឡើងជាអភិបាលរងរាជធានីភ្នំពេញផ្នែកសណ្ដាប់ធ្នាប់ផ្នែកបរិស្ថានអីចឹងទៅអាចកាន់តែពន្លឿនរៀបចំចាក្រុងភ្នំពេញរបស់យើងឲ្យកាន់តែស្អាតមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិដែលនឹងមកលេងកម្ពុជារបស់យើងកាន់តែច្រើនក្នុងថ្ងៃខាងមុខអញ្ចឹងណាចាសម្រាប់លោកអ្នកស្ដាប់ហើយយល់ឃើញយ៉ាងណាក៏អាចខមមិននៅការចូលរួមបានដូចគ្នាផងដែរ